đây mà tại khen បាទសួស្តី បងថ្មីនេះខ្ញុំឃើញបងទុកតែបើកវគ្គ Microsoft Project ថ្មីគិតមកដល់ឥឡូវហ្នឹងតើបងបានទៅរៀនប៉ុន្មានក្រុមអីបង បាទប៉ុន្តែយើងបានannounce តាក់ទងជាមួយនឹង course ថ្មីរបស់យើងខ្ញុំសូម detail បន្តិចគឺបែរថា course ថ្មីរបស់យើងនេះគឺសម្រាប់ Microsoft Project សម្រាប់ beginner ដែលយើង plan នឹងចាប់ផ្ដើមនោះគឺក្នុងថ្ងៃទី26ខែឧសភាខាងមុខនេះហើយចំពោះពេលវេលានៃការសិក្សារបស់យើងនោះគឺបែរថារៀងរាល់ថ្ងៃច័ន្ទរហូតដល់ថ្ងៃពុធពីម៉ោង8រហូតដល់ម៉ោង9កន្លះពេលយប់ហើយដែលឡែកគិតត្រឡប់ទៅខាងក្រោយវិញបន្តិចបានថាគិតពីថ្ងៃដែលយើងចាប់ផ្ដើមដំបូងនោះរហូតមកដល់ថ្ងៃគិតថារហូតដល់ថ្ងៃទី26ខាងមុខនេះគឺយើងបានបញ្ចប់ដោយជោគជ័យនោះគឺ8ក្រុមហើយនឹង plan នឹងចាប់ផ្ដើមនៅក្រុមទី9នៅក្នុងថ្ងៃទី26ខាងមុខនេះឯងអូខេបងតកតងជាមួយនឹងវគ្គ Microsoft Project ហ្នឹងបើសិនជាអ្នកដែលតាមដាន page របស់បងគឺដឹងថាអ្នកណាខ្លះដែលអាចរៀនបានអញ្ចឹងឥឡូវខ្ញុំចង់ឲ្យបង detail ថែមបន្តិចទៀតបានទេបងបាទសម្រាប់អ្នកដែលគាត់ស័ក្តិសមសម្រាប់នឹងការរៀនតាក់ទងជាមួយនេះសម្រាប់អ្នកដែលគាត់ចាប់អារម្មណ៍តាក់ទងជាមួយនឹង project management ព្រោះសារតែ software មួយនេះគឺ focus ទៅលើការគ្រប់គ្រង project ហើយអ្នកដែលគាត់អាចចូលរួមរៀនបាននោះគឺគាត់អាចជា construction នៅក្នុង construction sector សូម្បីតែ entrepreneur ឬក៏ business owner ក៏គាត់អាចរៀនបានជា IT project បាទតែនៅក្នុង IT គឺគាត់មានបែងចែក sector ផ្សេងៗគ្នាអញ្ចឹងអ្វីដែលយើង focus ហ្នឹងគឺបានថា IT project អញ្ចឹងគាត់អាចប្រើប្រាស់ software នេះសម្រាប់ទៅ control ទៅលើ project របស់គាត់ផងដែរហើយសូម្បីតែតាក់ទងជាមួយនឹងខាង logistics ហើយនឹងតាក់ទងជាមួយនឹង supply chain ក៏គាត់អាចប្រើប្រាស់ software នេះដើម្បីទៅ support តាក់ទងជាមួយនឹងការងារផកគាត់បន្ថែមបានផងដែរព្រោះសារគោលបំណងធំនៃ software របស់យើងដែលយើងបង្ហាញនេះគឺបានថា focus ទៅលើការតាមដានពីវឌ្ឍនភាពនៃការងាររបស់យើងរវាងជាក់ស្ដែងហើយនឹងអ្វីដែលយើងទទួលបានពិតប្រាកដនោះហើយនឹងគម្រោងរបស់យើងនោះតើវា align គ្នាឬក៏អត់ហើយយើងអាចដឹងភ្លាមៗហើយតែជាមួយគ្នានោះដែរក៏យើងអាចធ្វើការ monitor តាក់ទងជាមួយនឹងការចំណាយទៅលើការងារទាំងអស់នោះបានផងដែរអញ្ចឹងវាមានភាពងាយស្រួលសម្រាប់យើងជាអ្នកប្រើប្រាស់នោះបាទអូស្ដាប់ទៅវាដូចជាមានប្រយោជន៍ច្រើនមែនតើបាទប៉ុណ្ណឹងហ្នឹងហើយតកតងជាមួយនឹង course outline អីផ្សេងៗតើខ្ញុំអាចទៅមើលនៅណាបានដែរបងបាទដែលឡៃសម្រាប់តាក់ទងជាមួយនឹង course online គឺរៀងរាល់ course របស់យើងដែល announce រៀងរាល់ពេលគឺយើងដាក់នៅខាងក្រោមcaption របស់យើងនៅខាងក្នុង description របស់យើងអញ្ចឹងអ្នកទាំងអស់នេះអាចចូលទៅតំណ link នោះគឺអ្នកទាំងអស់នេះអាចឃើញ detail តែម្ដងព្រោះសារតែនៅខាងក្នុង course outline របស់យើងនីមួយៗនោះគឺយើងមាន item តូចៗនៅខាងក្នុងនឹងជាច្រើនទៀតអញ្ចឹងដែលឡៃខ្ញុំសូមបញ្ជាក់ថាតាក់ទងជាមួយនឹង Microsoft Project សម្រាប់ beginner នេះគឺយើងមានសរុបទាំងអស់គឺមាន16 session រួមបញ្ចូលទាំង assignment មួយផងដែរហើយនៅក្នុង session នីមួយៗនេះគឺយើងមាន item ផ្សេងគ្នានៅខាងក្នុងនោះអញ្ចឹងយើងលើកទឹកចិត្តឲ្យអ្នកទាំងអស់នេះអាចចូលទៅក្នុងតំណ link ដើម្បីទៅពិនិត្យតាក់ទងជាមួយ detail នៃ course outline របស់យើងឬក៏មាតិការបស់យើងនោះអូខេបងអរគុណច្រើនមែនទែនសម្រាប់ព័ត៌មានបងអញ្ចឹងជាចុងក្រោយសូមបងបញ្ជាក់ថ្ងៃសិក្សាម្ដងទៀតបានទេបងបាទសម្រាប់ថ្នាក់ថ្មីរបស់យើងនេះគឺសម្រាប់ group MP09B គឺយើងនឹងចាប់ផ្ដើមក្នុងថ្ងៃទី26ខែឧសភានៅខាងមុខនេះហើយចំពោះម៉ោងដូចខ្ញុំបានបញ្ជាក់នៅខាងដើមគឺយើងនឹងសិក្សាពីម៉ោង8រហូតដល់ម៉ោង9កន្លះពេលយប់រៀងរាល់ថ្ងៃច័ន្ទរហូតដល់ថ្ងៃពុធរៀងរាល់សប្តាហ៍តែម្ដងអូខេដូចជាចិត្តដល់ដែរអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាណាដែលអត់ទាន់បានចុះឈ្មោះអាចចុះឈ្មោះបានលឿនព្រោះថ្នាក់បងដូចជាទទួលតែ25នាក់ឯងត្រូវបាទត្រឹមត្រូវនៅពេលដែលយើងបានពេញ25នាក់ហើយគឺយើងបិទសម្រាប់ group មួយហ្នឹងហើយនៅពេលដែលយើងបិទតាក់ទងជាមួយ group មួយហ្នឹងអ្នកដែលគាត់ register ពេលក្រោយៗទៀតគឺយើងមិនទទួលទៀតទេលើកទឹកចិត្តឲ្យគាត់ register នៅក្នុង group ក្រោយៗទៀតគាត់ថាគាត់រងចាំ group ថ្មី